សន្សំទីក្តីល្អឲ្យជាទីពឹងក្នុងចិត្តសន្តានរបស់យើងទីបំផុតបានយើងឃើញថាអូអស្ចារ្យណាស់សេចក្តីល្អដែលយើងធ្វើឲ្យមិនតន់ឲ្យផលហ្នឹងប៊ីអញឈប់ធ្វើនឹងឯងប៉ុន្តែដល់មកឥឡូវនេះបានដឹងថាបនដែលទំនុកម្រងជីវិតរបស់យើងអស្ចារ្យហ្នឹងបើយើងដឹកអញ្ចឹងពីមុនឲ្យមែនទេមកអញធ្វើឲ្យ2 3 ដងនឹងទៅទៀតអាហ្នឹងអញ្ចឹងដូច្នេះត្រូវតែយកចិត្តទុកដាក់ជឿជាក់ជាមួយនឹងគុណធម៌ហ្នឹងកុំចង់បានផលភ្លាមយើងជាអ្នកដាំដំណាំយើងជឿជាក់នៅលើពូជនៅលើដំណាំនឹងឲ្យតែមានដីល្អថែរក្សាពូជនឹងឲ្យល្អកិច្ចការងារយើងក៏ប៉ុណ្ណឹងការបញ្ចេញផលវាមិនមែនតួនាទីរបស់យើងទេយើងមានតួនាទីត្រឹមតែដាំទេតែការងារបញ្ចេញផលវានៅលើពូជហ្នឹងអញ្ចឹងគឺយើងថែរក្សាទៅតែប៉ុណ្ណឹងឯងឲ្យយើងច្បាស់លាស់ហើយជាពិសេសគឺយើងសប្បាយចិត្តតាន់ពេលវេលាដែលយើងបានធ្វើសេចក្តីសុខឲ្យដល់អ្នកដទៃនៅក្នុងផ្ទះមិនចំពោះតែឪពុកម្ដាយជាព្រះអរហន្តរបស់យើងទេបងប្អូនអ្នកណាក៏ដោយសូម្បីតែសត្វចិញ្ចឹមសំណក់កាយឆ្មាឲ្យតែយើងធ្វើអីឲ្យគេបានសុខប៉ុណ្ណឹងយើងបានទទួលសេចក្តីសុខហើយស្រេចបើយើងរស់នៅមិនដើម្បីឲ្យសេចក្តីសុខអ្នកដទៃទេមួម៉ៅក្តៅកាហាយតែខ្លួនឯងហើយស្រេចមុននឹងឲ្យគេកើតទុក្ខគឺកើតទុក្ខខ្លួនឯងណាដូច្នេះតើយើងគិតថារស់នៅធ្វើអីហ្នឹងមើលបើយើងមិនគិតឲ្យសេចក្តីសុខគេទេគឺណាអ្នកណាធ្វើអីទាស់ចិត្តអ្នកណានិយាយអីចឹងទៅយើងកនុំគុំស្អប់គ្រាន់តែគិតរੂពាក្យតទៅគេវិញហ្នឹងយើងកើតទុកហើយស្រេចមិនតាន់ថាឲ្យគេផងមើលអញ្ចឹងតែយើងគិតរស់នៅបែបហ្នឹងអញ្ចឹងដូច្នេះគឺថាត្រូវតែតាំងចិត្តថាឲ្យគេបានសុខណាដោយអំណាចនៃមេត្តាចិត្តហ្នឹងឯងយើងបានសុខមុនគេហើយស្រេចចឹងហ្នឹងគឺត្រូវអប់រំតែមិនមែនចេះតែគិតបានទេ